សួស្តីបងប្អូនបាទថ្ងៃនេះបាទខ្ញុំនាំអារម្មណ៍បងប្អូនមកស្គាល់អំពីបាទភេសជ្ជៈមួយយ៉ាងដែលយើងអាចយកមកធ្វើជាបង្អែមឬក៏ជាហួយទទួលទានញ៉ាំហើយនឹងមានអត្ថប្រយោជន៍ពិសេសបងប្អូននេះបងប្អូនបាទនេះគឺជាប្រក់ក្រុងឬក៏ហៅថាផ្ទះក្រុងឬក៏បោះក្រុងបាទបងប្អូនអញ្ចឹងប្រភេទភេសជ្ជៈមួយនេះគឺយើងអាចបាទយកមកធ្វើញ៉ាំដោយខ្លួនឯងបានដោយជាប្រភេទវល្លិបាទស្លឹកវាបាទស្តៀងនឹងស្លឹកបាសអញ្ចឹងបងប្អូនអញ្ចឹងរបៀបធ្វើខ្ញុំអត់បង្ហាញទេបាទគឺខ្ញុំបង្ហាញពីអត្ថប្រយោជន៍របស់វាហើយរបៀបញ៉ាំគឺយើងអាចយកមកទទួលទានជាមួយនឹងបាទទឹកដោះគោឬក៏ជាមួយនឹងបន្ថែមនៅស្ករសបងប្អូនអញ្ចឹងទៅតាមចំណូលចិត្តដែលបងប្អូនចង់ញ៉ាំបាទហើយសម្រាប់អត្ថប្រយោជន៍របស់ព្រះក្រុងឬក៏ប្រក្រុងបងប្អូនគឺបាននៅពេលដែលយើងទទួលទានគឺសម្រាប់អ្នកដែលមានជំងឺក្អកក្តៅខ្លួនគ្រុនប្រសាយផ្សេងណាបងប្អូនជាពិសេសហ្នឹងគឺអ្នកដែលមានសម្ពាធឈាមខ្ពស់បាទលើឈាមបាទឡើងឈាមឧស្សាហ៍ឡើងឈាមញឹកញាប់អញ្ចឹងបងប្អូនយើងទទួលទានវាជារៀងរាល់ថ្ងៃបាទជាប្រចាំបាទហើយការដែលយើងញ៉ាំបាទយើងអាចបាទធ្វើវាដោយពុំឲ្យជាតិស្ករបាទច្រើននឹងធ្វើឲ្យយើងបាទរក្សានៅបាទសម្ពាធឈាមបាទល្អបាទហើយជាពិសេសមួយទៀតនោះគឺបាទអ្នកដែលបាទឈាមបាទមានក្របឈាមបាទទាបបងប្អូនអញ្ចឹងក៏ធ្វើឲ្យបំពេញនៅក្របឈាមបានល្អប្រសើរផងដែរអញ្ចឹងបាទខ្ញុំនឹងបង្ហាញពីរបៀបញ៉ាំបាទក៏មានរសជាតិបាទឆ្ងាញ់មួយយ៉ាងដែរបងប្អូនបាទនេះបាទតុនឆ្ងាញ់បាទយើងអាចបាទធ្វើជាបង្អែមញ៉ាំនៅតាមគ្រួសារនីមួយៗបាទរក្សាទុកនៅក្នុងទូជាក់បាទបានច្រើនថ្ងៃបងប្អូននេះបងប្អូនដាក់គោបាទបែនមុំតិចដាក់គោខាប់ដាក់គោស្រស់ទៅបងប្អូនបាទមិនត្រឹមតែមានឲ្យជារសឈ្ងុយឆ្ងាញ់បាទដែលយើងអាចទទួលទានបានទេវាមានប្រយោជន៍ចំពោះសុខភាពទៀតបាទបងប្អូនអាចបាទធ្វើញ៉ាំឬក៏ទិញនៅទៅលើទីផ្សារដែលគេធ្វើបាទមានឈ្មោះថាព្រះក្រុងឬក៏បកក្រុងបងប្អូនអរគុណបាយ